ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ballistic ជាមួយអ៊ុយក្រែនដែលបានហៅវាថាជាជំហានដ៏សំខាន់មួយប្រធានាធិបតីលោក Volodymyr Zelensky បានមានប្រសាសន៍នៅថ្ងៃទី16 ខែឧសភាកន្លងទៅបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron ថាប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយអ៊ុយក្រែនទៅលើការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលផ្លោងការប្រកាសនេះបានធ្វើឡើងនៅពេលដែលទីក្រុងគៀវកំពុងស្វែងរកការបង្រួបបង្រួមដៃគូអន្តរជាតិជុំវិញការបង្កើតខែលការពារដែនអាកាសដែលក្នុងអ្វីដែលលោក Zelensky បានពិពណ៌នាថាជាសម្ព័ន្ធភាពប្រឆាំងមីស៊ីលផ្លោងលោក Volodymyr Zelensky បានមានប្រសាសន៍ថាប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការទៅលើវិធានការប្រឆាំងទៅនឹងមីស៊ីលផ្លោងដែលនេះគឺជាការសម្រេចចិត្តដ៏រឹងមាំមួយនិងជាជំហានដ៏សំខាន់មួយយើងបានពិភាក្សាអំពីការពង្រឹងសមត្ថភាពរបស់យើងក្នុងការទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីនៅពេលនេះការសន្ទនានេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដ៏សាហាវជាច្រើនលើករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរួមទាំងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រីធំមួយទៅលើទីក្រុងគៀវនៅថ្ងៃទី14 ខែឧសភាដែលបានសម្លាប់មនុស្ស24នាក់និងរបួសយ៉ាងហោចណាស់48នាក់ផ្សេងទៀតអ៊ុយក្រែនបានជំរុញម្ដងហើយម្ដងទៀតទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនឲ្យពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសខណៈពេលដែលរុស្ស៊ីនៅតែបន្តវាយប្រហាររយៈចម្ងាយឆ្ងាយមកលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលលោក Zelensky បាននិយាយកាលពីដើមសប្តាហ៍កន្លងទៅនេះថាមានបរិយាជាច្រើនដែលបានជួបប្រជុំគ្នានៅថ្ងៃទី12ឧសភាដើម្បីពិភាក្សាអំពីការផលិតអាវុធប្រឆាំងទៅនឹងមីស៊ីលផ្លោងនៅអឺរ៉ុបលោកប្រធានាធិបតីបានមានប្រសាសន៍នៅពេលនោះថាយើងកំពុងបង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីល ballistic ដែលវាជារឿងត្រឹមត្រូវដែលត្រូវធ្វើហើយយើងកាន់តែខិតជិតដល់ការសម្រេចគោលដៅឥឡូវនេះជាងពេលណាទាំងអស់យោងទៅតាមលោក Zelensky តំណាងមកពីប្រទេសចំនួន13នឹងការរាជលេខអគ្គលេខាធិការអង្គការ NATO បានចូលរួមនៅកិច្ចប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការការពារមីស៊ីលផ្លោងកាលពីខែមេសាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាលោកជឿជាក់ថាអ៊ុយក្រែននឹងរួមគ្នាផលិតប្រព័ន្ធការពារមីស៊ីលជាមួយនឹងដៃគូអឺរ៉ុបនៅទីបំផុតការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានគេរាយការណ៍ថាបានវាយប្រហារទៅលើរោងចក្រផលិតជីដ៏សំខាន់មួយរបស់រុស្ស៊ីដែលជាប់ពាក់ព័ន្ធទៅនឹងការផលិតគ្រឿងផ្ទុះទីភ្នាក់ងារសារព័ត៌មានឯករាជ្យរបស់រុស្ស៊ីនោះគឺ Astra ដែលបានរាយការណ៍នៅថ្ងៃទី16 ខែឧសភាថាមានអគ្គិភ័យមួយទំនងច្បាស់ផ្ទុះឡើងនៅរោងចក្រ Novinomics Azot នៅក្នុងដែនដី Stavropol ដែលភាគខាងត្បូងនៃប្រទេសរុស្ស៊ីបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករោងចក្រនេះគឺជាក្រុមហ៊ុនផលិតជីរ៉ែនិងសារធាតុគីមីធំជាងគេបំផុតមួយរបស់ប្រទេសរុស្ស៊ីដែលត្រូវបានប្រើប្រាស់ក្នុងការផលិតគ្រឿងផ្ទុះលោក Andriy Kovalenko មន្ត្រីម្នាក់នៃក្រមប្រសាសន្តិសុខនិងការពិចិត្រអ៊ុយក្រែនពីមុនបានពិពណ៌នាអំពីរោងចក្រនេះថាជាទីតាំងផលិតសមាសធាតុដ៏សំខាន់មួយនៃឧស្សាហកម្មការពិចិត្ររបស់រុស្ស៊ីការវាយប្រហារដែលបានរាយការណ៍នេះបានកាត់ឡើងខណៈពេលដែលអ៊ុយក្រែនបន្តយុទ្ធនាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយដែលផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានិងឧស្សាហកម្មរបស់រុស្ស៊ីដែលគាំទ្រទៅដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូរោងចក្រ Novinomics Azot ផលិតអាម៉ូញ៉ារ៉ាដាទ័រ1លានតោននិងអាម៉ូញ៉ូមនីត្រាតជាង1លានតោនជារៀងរាល់ឆ្នាំដែលនេះជាវត្ថុធាតុដើមដែលប្រើនៅក្នុងការផលិតគ្រឿងផ្ទុះនិងគ្រាប់កាំភ្លើងធំប៉ុស្តិ៍ Telegram របស់អ៊ុយក្រែន Azy Lenova Plus បានចេញផ្សាយវីដេអូដែលខ្លួនបាននិយាយថាគឺជាអ្វីដែលបានបង្ហាញអំពីអគ្គិភ័យនៅឯកន្លែងនោះដោយបានបន្ថែមថាអ្នកស្រុកក្នុងតំបន់បានរាយការណ៍ថាបានលើសម្លេងផ្ទុះជាច្រើនដុននៅពេញមួយយប់ប៉ុស្តិ៍ Astra Telegram ក៏បានរាយការណ៍ផងដែរថាមានអគ្គិភ័យមួយបានឆាបឆេះនៅរោងចក្រនេះដោយដកស្រង់សម្ដីពីសាក្សីនិងការវិភាគរូបថតនិងវីដេអូពីកន្លែងកើតហេតុកាសែត The Q Independent នៅមិនទាន់អាចផ្ទៀងផ្ទាត់បាននៅរបាយការណ៍ទាំងនោះដោយឯករាជ្យបានទេខណៈពេលដែលអគ្គសេនាធិការកងទ័ពអ៊ុយក្រែនក៏បន្តបានធ្វើការថាធិប្បាយជាផ្លូវការអំពីការវាយប្រហារដែលត្រូវបានចោទប្រកាន់នោះដែរមូលដ្ឋានដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល250គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនដែលដាក់វានៅក្នុងចម្ងាយនៃយន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយរបស់អ៊ុយក្រែនក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាអង្គភាពការពារដែនអាកាសនិងសង្គ្រាមអេឡិចត្រូនិកបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន138គ្រឿងពេញមួយយប់នៅទូទាំងតំបន់ចំនួន15របស់រុស្ស៊ីដែនដី Stavropol មិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះទេលោក Vladimir Valdimirov ដែលជាអភិបាលខេត្ត Stavropol Grave បានបញ្ជាក់ថាតំបន់នេះបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានទប់ទល់ទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ
ទន្ទឹមនឹងនេះផងដែរទីតាំងនៃរោងចក្រក្នុងទីក្រុង Nevinomics Azot ត្រូវបានគេកំណត់គោលដៅម្ដងហើយម្ដងទៀតក្នុងអំឡុងសង្គ្រាមទ្រង់ទ្រាយធំនៃការវាយប្រហារពីមុនដែលត្រូវបានរាយការណ៍នៅខែមីនានិងខែមករាឆ្នាំ2026ក៏ដូចជាការវាយប្រហារជាច្រើនដងនៅក្នុងឆ្នាំ2025អ៊ុយក្រែនដែលកាន់តែពឹងផ្អែកកាន់តែខ្លាំងសម្រាប់យន្តហោះគ្មានមនុស្សបើកដែលផលិតនៅក្នុងស្រុករបស់ខ្លួនដើម្បីវាយប្រហារទៅលើគោលដៅក្នុងប្រទេសរុស្ស៊ីជាពិសេសរោងចក្រដែលមានការជាប់ទាក់ទងទៅនឹងទីតាំងការចម្រាញ់ប្រេងភស្តុភារនិងផលិតកម្មការពារជាតិចិននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាសម្រាប់ការសហការក្នុងការស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថាប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាធំជាងគេទាំងពីររបស់ពិភពលោកបានសន្យាថានឹងសម្របសម្រួលឥទ្ធិពលផ្នែកការទូតរបស់ពួកគេដើម្បីបញ្ចប់ជម្លោះសកលដ៏អូសបន្លាយនៅអឺរ៉ុបខាងកើតនិងនៅមជ្ឈិមបូព៌ាបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលទ្វេភាគីរយៈពេល2ថ្ងៃជាប្រវត្តិសាស្ត្រនៅទីក្រុងប៉េកាំងប្រធានាធិបតីចិនលោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានបញ្ជាក់ថារដ្ឋធានីទាំងពីរកំពុងតែវិនិយោគទៅលើកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់ដើម្បីដឹកនាំការចរចាសន្តិភាពជាបន្ទាន់វិធីសាស្ត្រជាក់ស្ដែងចំពោះការស្វែងរកដំណោះស្រាយដែលបានចុះគាំងយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលគ្រប់គ្រងដោយរដ្ឋចិនលោកវ៉ាងយីបានបង្ហាញអំពីការបដិញ្ញាចិត្តឡើងវិញរបស់ទីក្រុងប៉េកាំងក្នុងការបោះបង់ចោលអរិយាប័ត្រមិនខ្វល់ខ្វាយរបស់ខ្លួនដោយដើរតួនាទីយ៉ាងសកម្មនិងសហការគ្នាក្នុងការសម្រុះសម្រួលស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះអ្វីដែលប្រទេសចិនហៅជាផ្លូវការថាវិបត្តិនៅអ៊ុយក្រែនលោកវ៉ាងយីបានមានប្រសាសន៍ថាបញ្ហាស្មុគស្មាញមិនមានដំណោះស្រាយសាមញ្ញនោះទេហើយការចរចាសន្តិភាពមិនអាចសម្រេចបានភ្លាមៗផងដែរដោយសារតែទាំងប្រទេសចិននិងអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការទំនាក់ទំនងនិងដើរតួនាទីយ៉ាងស្ថាបនាក្នុងការដោះស្រាយវិបត្តិនយោបាយហើយយើងសង្ឃឹមថានឹងមានការបញ្ចប់យ៉ាងឆាប់រហ័សចំពោះការប្រយុទ្ធគ្នាការប្រកាសរួមផ្នែកការទូតនេះបានកើតឡើងនៅចំណុចប្រសពដ៏សំខាន់មួយខណៈពេលដែលគំនិតព្រួយផ្ដាំសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនត្រូវបានជាប់គាំងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមស្របគ្នារវាងអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈរុស្ស៊ីបានរារាំងជាប់លាប់នៃការចរចាដ៏ទូលំទូលាយលុះត្រាតែទីក្រុងគីវបានយល់ព្រមតាមការទាមទារទឹកដីជាអធិបតេយ្យរបស់វិមានក្រំឡាំងទោះជាយ៉ាងណាក៏ដោយតាមរយៈការផ្គូផ្គងសម្ពាធរបស់ទីក្រុង Washington ទៅលើទីក្រុង Kyiv ជាមួយនឹងឥទ្ធិពលសេដ្ឋកិច្ចដ៏ធំធេងរបស់ទីក្រុងប៉េកាំងលើទីក្រុង Moscow ក្នុងនាមជាអ្នកទិញឥន្ធនៈ fossil របស់រុស្ស៊ីដ៏សំខាន់ក្រោមទណ្ឌកម្មរបស់លោកខាលិចមហាអំណាចទាំងពីរគូកំពុងព្យាយាមបង្ខំឲ្យភាគីទាំងពីរចូលមកកាន់តុចរចាសម្រាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានិងជ្រោះសមុទ្រហូម៉ូហ្វដែលវាជាទីតាំងនៃការធ្វើឲ្យរាំងស្ទះសម្រាប់វិស័យប្រេងថាមពលទូទាំងសកលលោកដែលនិយាយអំពីវិបត្តិនៅឈូងសមុទ្រពាក់វិញលោកវ៉ាងយីបានបញ្ជាក់ជាថ្មីថាទីក្រុងប៉េកាំងបានចាត់ទុកការសន្ទនាដោយផ្ទាល់ជាមធ្យោបាយស្របច្បាប់តែមួយគត់ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងក្នុងតំបន់រដ្ឋមន្ត្រីការបរទេសរបស់ចិនក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងរដ្ឋនៅក្នុងតំបន់ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់ដ៏ផុយស្រួយដែលកំពុងតែមានជាធរមាននាពេលបច្ចុប្បន្ននេះលោកបានសង្កត់ធ្ងន់ថាសហគមន៍អន្តរជាតិត្រូវតែដោះស្រាយចំនួនដែលកំពុងតែបន្តទាក់ទងទៅនឹងការអភិវឌ្ឍនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការបិទផ្លូវច្រកសមុទ្រហូម៉ូហ្វតាមរយៈការចរចាពហុភាគីជាងការបន្តអរិភាពសកម្មឡើងវិញស្របពេលជាមួយគ្នានេះកិច្ចព្រមព្រៀងមូលដ្ឋានមួយដែលបានសម្រេចរវាងលោកដូណាល់ត្រាំនិងលោកស៊ីជីនពីងក្នុងអំឡុងកិច្ចប្រជុំបិទទ្វាររបស់ពួកគេថាប្រទេសអ៊ីរ៉ង់ត្រូវតែបានរារាំងមិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរក្នុងកាលៈទេសៈណាក៏ដោយទង្វើនៃការធ្វើឲ្យមានតុល្យភាពភូមិសាស្ត្រនយោបាយដ៏ល្អមួយខណៈពេលដែលលោកវ៉ាងយីបានគូបង្ហាញអំពីរូបភាពនៃផ្នែកការទូតនិងកិច្ចសហប្រតិបត្តិការនៃការចែកចេញរបស់លោកដូណាល់ត្រាំជាពីទីក្រុងប៉េកាំងដែលបានបន្សល់ទុកនូវភាពរង្គោះរង្គើក្នុងតំបន់យ៉ាងសំខាន់ជាពិសេសនោះទាក់ទងទៅនឹងកោះតៃវ៉ាន់ភ្លាមបន្ទាប់ពីកិច្ចប្រជុំកំពូលលោកត្រាំបានធ្វើឲ្យសម្ព័ន្ធមិត្តរង្គោះរង្គើដោយបានប្រមានជាសាធារណៈដល់តៃវ៉ាន់កុំឲ្យប្រកាសឯករាជ្យជាផ្លូវការដោយសួរអំពីប្រាជ្ញានៃការកាពីកោះមួយដែលមានចម្ងាយប្រមាណ 9,500 ម៉ៃនិងបានបង្ហាញនឹងបើកចំហដោយការលួចអាវុធរបស់អាមេរិកទៅឲ្យទីក្រុងតៃប៉េថាជាបន្ទះនៃការចរចាដើម្បីទទួលបានការសម្បត្តិពាណិជ្ជកម្មពីទីក្រុងប៉េកាំងការរួមបញ្ចូលគ្នាភ្លាមនៃផលប្រយោជន៍រវាងអាមេរិកនិងចិនក៏បានរៀបចំដំណាក់កាលសម្រាប់ការបន្តការទូតយ៉ាងខ្លាំងផងដែរប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin គ្រោងនឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃទី 19 ឧសភាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល 2 ថ្ងៃដើម្បីចុះហត្ថលេខាទៅលើសេចក្តីប្រកាសសហប្រតិបត្តិការជាយុទ្ធសាស្ត្រថ្មីជាមួយនឹងលោក Xi Jinping
អ្នកវិភាគបានលើកឡើងថាសេចក្តីថ្លែងការណ៍ជាមុនរបស់លោកវ៉ាងយីតាក់ទងទៅនឹងការបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័សនិងបានចរចាគឺមានគោលបំណងផ្ដល់នូវសញ្ញាទៅកាន់វិមានកម្លាំងថាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានចងភ្ជាប់ទៅនឹងការរំពឹងទុកនៃភាពបត់បែនផ្នែកការទូតនៅពេលដែលលោកពូទីនបានមកដល់រដ្ឋធានីចិននាសប្តាហ៍ក្រោយនោះ